នេះគឺជាការប្រកួតរវាងក្រុមបាល់ទាត់ឃុំកូនប៉ះជាមួយនឹងក្រុមបាល់ទាត់ឃុំតាំងក្រសៅជើងទី2នៅថ្ងៃទី12ខែមេសាឆ្នាំ2026នេះក្នុងការប្រកួតពានរង្វាន់បាល់ទាត់សង្ក្រាន្តដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែររបស់ស្រុកប្រាសាទសំបូរហើយក្រុមរបស់ខ្ញុំគឺមកពីខាងឃុំកូនបងប្អូននេះកីឡាកររបស់យើងនេះហើយកាត់ពេអូឈ្មោះគាត់ពិតគឺឈ្មោះសុបឈងជាកីឡាករមកពីខាងភូមិចម្រេះបាទអូគឺតែល្អមែនតើថ្ងៃនេះបានមកគ្រាប់តែទីតែដេកក្បាលហ្នឹងល្អថ្ងៃនេះថ្មីត្បិតតែយើងការប្រកួតជើងទី1យើងបរាជ័យក្រោមលទ្ធផល 2-0 ប៉ុន្តែជើងទី2ព្រឹកមិញនេះគឺយើងខិតខំអស់ពីសមត្ថភាពដាក់ទាំងកម្លាំងចិត្តកម្លាំងកាយដើម្បីទទួលបានលទ្ធផលល្អមួយគឺ1ស្មើបងប្អូន1ស្មើក៏ពិតមែនតែយើងទទួលបាន1បន្ទុកហើយក៏បានទៅឆ្លងផុតវគ្គនេះវគ្គក្នុងពូលទៅកាន់វគ្គដណ្ដើមលេខ3និងលេខ4នៅក្នុងម៉ោង1កន្លះរសៀលនេះតែម្ដងនៅក្នុងថ្ងៃទី12ខែមេសាឆ្នាំ2026នេះបងប្អូនហើយនេះគឺជាកីឡាករម្រងរបស់យើងហើយមានថ្នាក់ដឹកនាំក៏ដូចជាបងមេងស៊ឺហើយនឹងក្រុមវឹកលោកពូភៀបច័ន្ទវណ្ណារាបាទហើយកីឡាករនេះបងគីលីហ៊ុននេះកីឡាករលេខ22នេះអ្នករើសទឹកសុទ្ធនេះបន្ទាប់ពីយើងលេងចាប់យើងរើសទឹកសុទ្ធដាក់ធំនឹង5អរគុណបងប្អូនកុំភ្លេចមកទស្សនាទាំងអស់គ្នាបាទ